stock ថ្មីបងប្អូនទាំងអស់គ្នាតើចូលមកក្តៅជាមួយនឹងឡានអគ្គិសនីប្រភេទ Gold Off-road ខ្នាតធំរបស់ brand King Kong ដែលមានឈ្មោះថា C018 បងប្អូនទាំងអស់គ្នាសម្រាប់លេខកូដប្រភេទខ្នាតធំ Gold Off-road បែបនេះគឺមានតែ brand King Kong ទេដែលនាំចូលមកផ្ទាល់ហើយមានតម្លៃសមរម្យខ្លាំងជាងគេផងដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងរូបរាងវិញបងអាចមកមើលនៅផ្នែកខាងមុខបានអញ្ចឹងផ្នែកខាងមុខនេះគឺពិតជាមានរូបរាងកាចខ្លាំងមែនទែនបងសូម្បីតែកង់ក៏យើងប្រើប្រាស់ជាមួយនឹងប្រភេទកង់ off-road កាឡាធំជ្រៅជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរហើយពាក់ព័ន្ធជាមួយនឹងកង់វិញក៏យើងប្រើប្រាស់ជាមួយនឹងប្រភេទ Frank Kip បាទបងអាចមើលបានពាក់ព័ន្ធជាមួយនឹងប្រភេទ Frank Kip នេះគឺអាចនិយាយបានថានៅពេលដែលពុកម៉ែបងប្អូនចាប់ Frank បន្ថយល្បឿនគឺមានលំនឹងល្អខ្លាំងមែនទែនហើយជាពិសេសបងប្អូនទាំងអស់គ្នាបើមើលឲ្យមុខចំតែម្ដងណាគឺកាចខ្លាំងមែនទែនអ្វីដែលកាចទី1គឺកាងនៅផ្នែកខាងមុខដើម្បីធ្វើការការពារនៃក្បាលខាងមុខនោះគឺដែកប្រប៉ុណ្ណានៃតែម្ដងហើយយើងលេងជាមួយនឹងប៉ាណាបងប្អូនទាំងអស់គ្នាប៉ាណាពណ៌ខ្មៅរំលេចជាមួយនឹងបាទពណ៌ទឹកប្រាក់បន្ថែមទៀតលេងជាមួយនឹងបាទចង្កូមទាំងសងខាងបងអាចមើលបាននេះគឺជាប្រភេទចង្កូមហើយពាក់ព័ន្ធជាមួយនឹងបាទភ្លើងវិញយើងធ្វើដូចភ្នែកឥន្ទ្រីអញ្ចឹងបងប្អូនទាំងអស់គ្នាបាទដូចភ្នែកឥន្ទ្រីស្អាតខ្លាំងមែនតើបងប្អូនទាំងអស់គ្នាហើយកន្លែងនេះគឺសញ្ញោផងទាំងលេងភ្លើងដមីផងហើយពាក់ព័ន្ធជាមួយនឹងជើងក្រោមវិញបងអាចមើលបានបូមប្រព័ន្ធណាណីបាទជើងក្រោមគឺធានាជូនបងប្អូនថាមកហាត់ណែនល្អតែម្ដងជាមួយនឹងកញ្ចក់បងប្អូនទាំងអស់គ្នាគឺយើងប្រើប្រាស់ជាមួយនឹងប្រភេទកញ្ចក់បាទសុតតែម្ដងដែលកញ្ចក់នេះគឺយើងប្រើប្រាស់ជាប្រភេទកញ្ចក់មិនមែនជ័រដូចទៅនឹង brand ដទៃទេ brand ដទៃគឺគេប្រើជ័របងគេប្រើជ័រពីរកាច់ប៉ុន្តែពាក់ព័ន្ធជាមួយនឹង brand King Kong គឺយកប្រើប្រាស់ជ័រទេដោយសារតែជ័រពេលដែលពុកម៉ែបងប្អូនយកទៅប្រើប្រាស់ទៅប្រហែលជា 4-5 ខែគឺវាចាប់ផ្ដើមស្អាប់កញ្ចក់នឹងតែម្ដងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងប្រភេទកញ្ចក់សុតបែបនេះគឺនៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់រាប់ខែរាប់ឆ្នាំក៏មិនមានការស្អាប់ហើយនៅពេលដែលមានភ្លៀងមកគឺយើងវាយទឹកភ្លៀងដាច់ស្អាតទៀតជាមួយនឹងបាទផ្លិតទឹករបស់យើងបងប្អូននេះអាចមើលបានអញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្នែកខាងមុខនេះបងអាចមើលបានគឺយើងលេងជាមួយនឹងប៉ាណាលេងជាមួយនឹងកាងការពារនៅផ្នែកខាងមុខយើងលេងជាមួយនឹងបាក់បូមធំក៏ដូចជាកង់ចាក់កាឡាជ្រៅប្រភេទ off-road ជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាដែលនៅក្នុងនោះគឺយើងលេងជាលក្ខណៈបែបស្លាបកាជីវផងដែរបងប្អូនទាំងគ្នាជាមួយនឹងម៉ែត្រជើងខាងក្រោមអីចឹងណាបងអាចមើលបានគឺស្អាតខ្លាំងមែនទេអញ្ចឹងបើសិនជាយើងកលេចមកមើលផ្នែកចំហៀងវិញម្ដងបងទាំងគ្នាផ្នែកចំហៀងគឺជាប្រភេទតួវែងបងប្អូនទាំងគ្នាជាប្រភេទតួវែងបែបនេះគឺយើងអាចអង្គុយសមាជិកគ្នារហូតដល់ចន្លោះពី6ទៅដល់8នាក់ហើយđây bạnខ្ញុំហ៊ាននិយាយថាចន្លោះពី6ទៅដល់8នាក់អញ្ចឹងផ្នែកខាងមុខនៅផ្នែកតកង់នេះគឺយើងអាចអង្គុយបាន2នាក់ផ្នែកខាងក្រោយក៏យើងអាចអង្គុយចន្លោះចាប់ពី2ទៅ3នាក់ផ្នែកខាងក្រោយជួរទី3ក៏យើងអាចធ្វើការអង្គុយចន្លោះចាប់ពី2ទៅ3នាក់ក៏បានផងដែរហើយពាក់ព័ន្ធជាមួយនឹងផ្នែកចំហៀងផ្នែកខាងក្រោយអីបងអាចមើលបានគឺពិតជាស្អាតខ្លាំងមែនតើបងគ្នាអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ណាបងដែលគាត់លេង goal បាទត្រូវការដាក់សម្ភារៈ gold ដាក់អីគឺយើងដាក់នៅផ្នែកខាងក្រោយនេះឬក៏បងជិះជាលក្ខណៈបែបគ្រួសារក៏បងអាចធ្វើការដាក់សម្ភារៈនៅផ្នែកខាងក្រោយនេះក៏បានផងដែរនិយាយរួមទៅគឺងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការទុកដាក់ខ្លាំងមែនតើអញ្ចឹងឥឡូវយើងនិយាយមកលើផ្នែកខាងក្រោយមកបន្តិចបងប្អូនទាំងគ្នាផ្នែកខាងក្រោយនេះគឺអាចនិយាយបានថាគឺយើងប្រើប្រាស់ជាមួយប្រភេទកាឡាកង់ដែលធំដូចគ្នាកម្ពស់ក៏ខ្ពស់ងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្រោយគឺយើងអត់មានអញ្ញែអីច្រើនទេបងប្អូនទាំងគ្នាបាទ stop ផ្នែកខាងក្រោយគឺស្អាតខ្លាំងមែនតើបងបាទ stop ផ្នែកខាងក្រោយនេះគឺយើងរំលេចជាមួយនឹងបាទមួយឆ្នោតនេះគឺសម្រាប់ធ្វើការសញ្ញោបាទហើយពាក់ព័ន្ធជាមួយនឹងភ្លើងវិញគឺមកកាត់ធំនេះបងប្អូនគ្នាអញ្ចឹងនៅពេលដែលយើងជន់ប្រាំងគឺភ្លឺមកខ្លាំងនៅពេលដែលយើងសញ្ញោគឺវារត់នៅខាងក្នុង stop នឹងតែម្ដងនិយាយរួមទៅគឺស្អាតបងអត់មានអញ្ញែច្រើនទេបងមើលជាលក្ខណៈបែបសាមញ្ញហើយបើសិនជាយើងមើលពីក្រោយបងដូចជាភ្នែកសត្វចម្លែកមួយដូចគ្នាផងដែរនិយាយរួមទៅមើលពីក្រោយក៏ស្អាតមើលពីមុខក៏ស្អាតផងដែរតោះឥឡូវយើងមើលពីមុខយើងមើលពីចំហៀងយើងមើលពីក្រោយហើយអស់ហើយយើងក៏លេខមកមើលបាទការប្រើប្រាស់នៅផ្នែកខាងក្នុងវិញម្ដងបងប្អូនគ្នាអញ្ចឹងចូលមកដំបូងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេបងគឺជាមួយនឹង screen ដ៏ធំបែបនេះតែម្ដង screen នេះមានទំហំរហូតដល់10អ៊ីងបងប្អូនទាំងអស់គ្នាដែលបង្ហាញព័ត៌មានបាទដូចជាល្បឿនបាទដូចជាកម្រិតអាគុយហើយពាក់ព័ន្ធជាមួយនឹងភ្លើងបាទសញ្ញោឆ្វេងស្ដាំអីមានបាទពេ
miền O miền N miền D ấy bằng hai nơi không nâng từng ở tại một đồng hay screen này cái dương ai lại là tháp cho Bluetooth ban đá là sao từ dương bật hai speaker chun từ can phụ mai bông ôn từng ngõ này bà hay vẽ phone cho môi năng bà ca phở vẽ này này khăn khổm này vinh bông option này không ca phở vẽ tí mùi và bông bờ nàyคือdương miền run USB สำหรับធ្វើការសាកថ្មបានបាទសាកថ្មទូរស័ព្ទយើងអានេះភ្លើងសំផ្លូវបាទហើយនេះពាក់ព័ន្ធជាមួយនឹងភ្លើងបាទភ្លើងយើងកាច់ដក3កន្លែងនេះយើងបិទបាទបើកដាមីបើកភ្លើងបាទអានេះយើងមានបាទFWD នេះគេថា front wheel drive ណាអញ្ចឹងបើបងអាចថាយើងបើកទៅមុខបាទយើងចុចអញ្ចឹងទៅវាលោតមក D បងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលបងមកកណ្ដាលវាចូល N ណាអញ្ចឹងនៅពេលដែលបងជន់កាច់មកក្រោមវិញគឺលោតមក O ដើម្បីធ្វើការអាយ៉ែហើយសម្រាប់អាយ៉ែវិញបងប្អូនទាំងអស់គ្នាបាទគឺយើងមានពាក់ព័ន្ធជាមួយនឹងកន្លែងកាមេរ៉ាណាកាមេរ៉ាអាយ៉ែក្រោយគឺឃើញច្បាស់បងប្អូនទាំងអស់គ្នាបាទឃើញច្បាស់ហើយមានរូបឡាននៅកន្លែងនេះមួយទៀតបងប្អូននេះបាទស្អាតណាស់បងប្អូនទាំងអស់គ្នាបាទហើយកាមេរ៉ាបង្ហាញ screen បង្ហាញព័ត៌មាននេះគឺច្បាស់លាស់ជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយពាក់ព័ន្ធជាមួយនឹងបាទបងប្អូនឃើញពេនៅកន្លែងនេះបាទចឹងពេនេះបងប្អូនទាំងអស់គ្នានេះគឺនៅពេលដែលយើងជន់ប្រាំងយើងចកត់នេះបាទចឹងនៅពេលដែលយើងបន្លែយើងជន់ចឹងមួយមកចឹងនៅពេលដែលយើងចង់ប្រាំងឈប់បាទកន្លែងចំណោតកន្លែងទួលនេះយើងចកត់អាកន្លែងផាកនោះខាងលើមកតង់ទៀតមកគឺងាយស្រួលក្នុងការប្រើប្រាស់អត់ញ៉ៃច្រើនទេអញ្ចឹងបើនិយាយផ្នែកខាងក្រោមវិញចឹងមានទាំងប្រាំងមានទាំងហ្គាដូចទៅនឹងឡានអញ្ចឹងងាយស្រួលក្នុងការជន់ងាយស្រួលក្នុងការប្រើប្រាស់បាទហើយយើងមានថតបាទយើងមានថតសម្រាប់ដាក់អីវ៉ាន់បាទនៅផ្នែកខាងនេះបាទមួយហើយកន្លែងនេះមួយទៀតបាទសុំកាច់សោសិននេះបងបាទថតខាងនេះគឺធំបាទផ្នែកខាងស្ដាំដៃគឺធំហើយយើងមានបាទកន្លែងដាក់កែវទឹកបាទទាំងសងខាងតែម្ដងបងអាចមើលបានណាបាទហើយពាក់ព័ន្ធជាមួយនឹងចង្កូតបាទជាប្រភេទចង្កូតស្ពណ៌អក្សរ D អូយស្អាតខ្លាំងមែនទែនបាទពុកម៉ែបងប្អូនទាំងគ្នាបាទអានេះគឺ display បាទ display សញ្ញោឆ្វេងស្ដាំហើយមានបាទបិទបើកភ្លើងអីហ្នឹងគឺមួយ set ណាបងប្អូនទាំងគ្នាហើយនេះគឺយើងលេងជាមួយនឹងកបោនបងអាចមើលបានបាទស្អាតណាបងប្អូនទាំងគ្នាបាទនៅកបោននៅផ្នែកខាងលើនិយាយរួមទៅគឺយើងលេងកបោននេះស្អាតណាបងប្អូនទាំងគ្នាបាទស្អាតនិយាយរួមទៅសម្រាប់ពុកម៉ែបងប្អូនដែលគាត់បាទមានតម្រូវការចង់បានជាមួយនឹងប្រភេទ Land Gold Off Road ខ្នាតធំបែបនេះទុកជិះលេងជាលក្ខណៈបែបគ្រួសារដែលមានសមាជិកគ្នាច្រើនជិះជាលក្ខណៈទៅលេង Gold បាទឬក៏ជិះដំណើរកម្សាន្តផ្សេងៗអីគឺពុកម៉ែបងប្អូនអាចប្រើប្រាស់បានដោយសារតែសម្រាប់ Land Brand King Kong 9ប្រភេទខ្នាតធំ Gold Off Road បែបនេះគឺយើងប្រើប្រាស់ជាមួយនឹងអាគុយលីសូមណាអញ្ចឹងអាគុយលីសូមរបស់យើងនេះមានការធានាជូនទៅកាន់ពុកម៉ែបងប្អូនរហូតដល់រយៈពេល3ឆ្នាំទៅលើអាគុយធានាទៅលើសេវាកម្មជួសជុលជូនទៅកាន់ពុកម៉ែបងប្អូនរហូតដល់រយៈពេល2ឆ្នាំហើយយើងធានាទៅលើម៉ូទ័រយើងធានាទៅលើ board រហូតដល់រយៈពេល1ឆ្នាំផងដែរអ្វីដែលកាន់តែពិសេសបងទាំងអស់គ្នាដឹងថាពិសេសត្រង់ណាអត់គឺពិសេសត្រង់ទៅលើតម្លៃតែម្ដងអញ្ចឹងសម្រាប់តម្លៃវិញគឺបងយើងធ្វើការ promotion ពិសេសជូនទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាពុកម៉ែបងប្អូនទាំងគ្នាមានចម្ងល់អាចធ្វើការឆាតសួរចូលមកក្នុង page មកពាក់ព័ន្ធជាមួយនឹងកម្លាំងម៉ូទ័រគឺយើងប្រើប្រាស់ជាមួយនឹងកម្លាំងម៉ូទ័ររហូតទៅដល់3500 វ៉ាត់ដែលមានទំហំអាគុយរហូតទៅដល់72 វ៉ុល180 អាំពែម៉ោងនៅពេលដែលពុកម៉ែបងប្អូនធ្វើការសាកមកពេញគឺអាចជិះបានចម្ងាយរហូតដល់100 គីឡូដីជាងឯណោះអញ្ចឹងពុកម៉ែបងប្អូនមិនបាច់ព្រួយបារម្ភទេហើយជាពិសេសសម្រាប់បងដែលគាត់មានអាជីវកម្មនៅក្នុងដៃជាម្ចាស់គម្រោងបូរីដីឡូផ្ទះល្វែងអីគឺអាចធ្វើការជ្រើសរើសជាមួយនឹងប្រភេទខ្នាតធំនេះទុកគ្រាន់ដឹកភ្ញៀវបាទដឹកភ្ញៀវមួយថ្ងៃពេញតែម្ដងបងប្អូននឹងស្រាប់ឲ្យគាត់រវល់អញ្ចឹងដឹកភ្ញៀវទៅមិនបាច់ចាំទីសាកភ្លើងដូចទៅនឹង brand ដទៃទេអញ្ចឹងបងគ្រាន់តែថាយកទៅសាកតាមមកពេញគឺជិះបានមួយថ្ងៃពេញតែម្ដងដឹកភ្ញៀវមើលគម្រោងបាទធម្មតាគម្រោងមួយយើងមិនមែនត្រឹមតែតិចម៉ែត្រតិចគីឡូទេបងប្អូននេះបាទអ្នកខ្លះទៅលេងដោះធ្លីដល់2ហាត់3ហាត់អីវ៉ាណោះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ជាម្ចាស់រមណីយដ្ឋានក៏ដូចគ្នាផងដែរអាចធ្វើការជ្រើសរើសបាទដឹកភ្ញៀវបាទដំណើរកម្សាន្តនៅក្នុងរមណីយដ្ឋានរបស់យើងអីគឺបានមួយសេតតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនគាត់មានតម្រូវការអាចធ្វើការតំណងឆាតចូល page ផ្លូវការមកគឺ page KS កងអគ្គិសនីឬក៏អាចធ្វើការតំណងតាមរយៈលេខទូរស័ព្ទដែលយើងបានដាក់នៅលើអេក្រង់នេះស្រាប់ឬក៏អាចអញ្ជើញមកដល់ទីតាំងហាងផ្ទាល់ក៏បានដែរបងសម្រាប់ទីតាំងគឺនៅលើផ្លូវហាណូយ70វត្តសំងដែរឆ្ងាយពីស្តុបមកហាងប្រហែលជាខ្ទង់30ម៉ែត្របើអញ្ចឹងសូមអរគុណសូមគោរពលាបាទជួបគ្នានៅវីដេអូក្រោយៗទៀតផងដែរ